សួស្តីបងប្អូនទាំងអស់គ្នារាល់ពេលដែលយើងប្រឈមមុខនឹងការសាកល្បងថ្មីយើងតែងតែមានគំនិតថាតើខ្ញុំអាចធ្វើវាបានល្អទេចុះបើខ្ញុំបរាជ័យតើមនុស្សដូចជាខ្ញុំអាចទ្រាំទ្របានទេលោកយូស្វេក៏មានអារម្មណ៍បែបនេះដែរនៅពេលដែលលោកម៉ូសេដែលជាអ្នកដឹកនាំដ៏អស្ចារ្យបានចាក់ចេញទៅហើយលោកត្រូវដឹកនាំប្រជាជនទាំងមូលអនាគតពោពេញដោយការព្រួយបារម្ភនិងការភ័យខ្លាចនៅពេលនោះព្រះជាម្ចាស់បានមានបន្ទូលទៅកាន់លោកយូស្វេយ៉ាងខ្លាំងចំនួន3ដងថាចូលមានកម្លាំងនិងមានចិត្តក្លាហានចុះកុំភ័យខ្លាចឬស្លន់ស្លោឡើយត្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នកទ្រង់គង់នៅជាមួយអ្នកនៅគ្រប់ទីកន្លែងដែលអ្នកទៅយូស្វេ1:9ខ្លឹមសារសំខាន់នៃបន្ទូលនេះមិនមែនចូលរឹងមាំដោយខ្លួនឯងនោះទេប៉ុន្តែគឺជាសញ្ញាដ៏ប្រាកដពីព្រះថាយើងនៅជាមួយអ្នកភាសាហេប្រឺអេមីកែដោយសារតែមានសញ្ញានោះទើបយើងអាចមានកម្លាំងនិងចិត្តក្លាហានបានប៉ុន្តែនិយាយតាមត្រង់ជួនកាលយើងគិតថាព្រះអង្គវិសុទ្ធនិងល្អឥតខ្ចោះតើទ្រង់ពិតជាគង់នៅជាមួយមនុស្សដូចជាខ្ញុំដែលពោពេញដោយកំហុសតែងតែដួលនិងមានចិត្តភ័យខ្លាចរហូតដល់ទីបញ្ចប់មែនឬចម្លើយដ៏ដាច់ខាតរបស់ព្រះចំពោះសំណួរនោះគឺដំណឹងល្អព្រះអង្គមិនគ្រាន់តែសន្យាតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេទ្រង់បានយាងមកក្នុងពិភពលោកនេះដោយផ្ទាល់មានរូបកាយដូចជាយើងហើយព្រះអង្គដែលមានព្រះនាមថាអេម៉ានូអែលដែលមានន័យថាព្រះគង់នៅជាមួយយើងនោះគឺព្រះយេស៊ូវគ្រីស្ទនៅពេលដែលយើងត្រូវបានកាត់ផ្តាច់ពីព្រះដោយសារអំពើបាបហើយត្រូវបានជាប់ឃុំឃាំងដោយការភ័យខ្លាចការកាត់ទោសនិងសេចក្តីស្លាប់ព្រះយេស៊ូវបានស្រឡាញ់យើងព្រះអង្គបានទប់នៅរាល់អំពើបាបការភ័យខ្លាចនិងការកាត់ទោសរបស់យើងនៅលើឈើឆ្កាងជំនួសយើងហើយតាមរយៈការរស់ឡើងវិញព្រះអង្គបានធ្វើឲ្យសញ្ញានៅជាមួយព្រះខ្លាចជាការពិតដែលមិនអាចបំបែកបានឥឡូវនេះនៅខណៈពេលដែលអ្នកជឿនឹងទទួលយកព្រះយេស៊ូវសញ្ញារបស់ព្រះឯមីកែយើងនៅជាមួយអ្នកនឹងខ្លាចជាអំណោយនៃសេចក្តីសង្គ្រោះដែលមិនចេះចប់មិនចេះហើរហើយធ្វើការ24ម៉ោងក្នុងមួយថ្ងៃមើលចុះយើងនៅជាមួយអ្នករាល់គ្នាជានិច្ចរហូតដល់ទីបំផុតនៃពិភពលោកម៉ាថាយ28:20ពិភពលោកនិយាយថាអ្នកត្រូវតែបង្កើនសមត្ថភាពនិងចំណេះដឹងដើម្បីរស់រានមានជីវិតប៉ុន្តែព្រះជាម្ចាស់មានបន្ទូលយ៉ាងច្បាស់នៅថ្ងៃនេះថាដោយសារយើងនៅជាមួយអ្នកនោះអ្នកមានគ្រប់គ្រាន់ហើយអ្នកមិននៅម្នាក់ឯងទេយើងស្រឡាញ់ការពារនិងដឹកនាំអ្នករហូតដល់ទីបញ្ចប់ប្រសិនបើអ្នកមិនទាន់ស្គាល់ព្រះយេស៊ូវផ្ទាល់ខ្លួនទេថ្ងៃនេះគឺជាថ្ងៃដ៏ល្អបំផុតដើម្បីអញ្ជើញព្រះអង្គព្រះម្ចាស់យេស៊ូវឲ្យទូបង្គំជឿថាព្រះអង្គជាព្រះសង្គ្រោះដែលបានសុគតនៅលើឈើឆ្កាងនិងមានប្រជញ្ញរស់ឡើងវិញសម្រាប់អំពើបាបរបស់ទូបង្គំសូមយាងចូលមកក្នុងជីវិតរបស់ទូបង្គំនៅពេលនេះហើយគង់នៅជាមួយទូបង្គំជារៀងរហូតការអធិស្ឋានដោយជំនឿនោះនឹងធ្វើឲ្យអេម៉ានូអែលគង់នៅក្នុងជីវិតរបស់អ្នកជារៀងរហូតកុំភ័យខ្លាចឡើយកុំថយក្រោយជាមួយព្រះយើងមិនអាចចាញ់បានទេសូមព្រះប្រទានពរដល់បងប្អូនទាំងអស់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ